ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែករំលែកចា4ចំណុចងើបចេញពីការបាក់ទឹកចិត្តចាអញ្ចឹងស្រាប់បងប្អូនគ្នាណាចាអញ្ចឹងបងប្អូនដែលមានបញ្ហាកំពុងបាក់ទឹកចិត្តកុំបារម្ភចាធ្វើ4ចំណុចនេះបានគឺបងប្អូនអាចងើបក្រោកឈរឡើងវិញចាទី1គឺយើងព្រមទទួលស្គាល់ថាយើងកំពុងតែបាក់ទឹកចិត្តហើយយើងចង់ងើបចេញពីជំងឺបាក់ទឹកចិត្តមួយហ្នឹងដើម្បីកសាងខ្លួនឡើងវិញអូខេតើតែចិត្តយើងព្រមទើបយើងអាចធ្វើបានចាអញ្ចឹងសួរចិត្តខ្លួនឯងសិនតើព្រមអត់ចង់នៅអញ្ចឹងបន្តទៀតឬក៏ចង់ធ្វើជាមនុស្សថ្មីដែលល្អជាងមុនចាគ្រប់បែបយ៉ាងគឺសុទ្ធតែអាចកែប្រែបានគ្រប់បែបយ៉ាងសុទ្ធតែអាចចាប់ផ្ដើមថ្មីទាំងអស់ចាអញ្ចឹងបើសិនតែផ្លូវចិត្តយើងអូខេយើងព្រមថាយើងនឹងងើបឡើងម្ដងទៀតចេញពីជីវិតដែលកំពុងតែខ្មៅងងឹតនឹងហើយចូលចំណុចទី2ចាភាគច្រើនអ្នកដែលមានបញ្ហាបាក់ទឹកចិត្តច្រើនតែមកពីបាត់បង់របស់ដែលធ្លាប់មានឧទាហរណ៍ថាអ្នកខ្លះគាត់ធ្លាប់មានមុខរបរឬក៏គាត់ធ្លាប់មានលុយជាច្រើនត្រូវគេបោកប្រាស់ឬក៏ត្រូវរលំឬក៏បាត់បង់ដោយកត្តាណាមួយចាបើសម្រាប់រឿងទ្រព្យសម្បត្តិឬក៏លុយកាក់អីចឹងបងប្អូនដោះលែងទៅទោះបីបងប្អូនចង់មិនក៏វាបានមកវិញដែរប៉ុន្តែបើសិនជាយើងចាដោះស្រាយបញ្ហាផ្លូវចិត្តយើងបានយើងខំប្រឹងរកស៊ីរកលុយឡើងវិញគឺវាបានមកវិញហើយសម្រាប់មនុស្សជាទីស្រឡាញ់បើថាបាត់បង់ហើយចាឬក៏គេមិនស្រឡាញ់យើងឬក៏មានបញ្ហាផ្សេងបងប្អូនដោះលែងទៅឲ្យគេទៅហ្នឹងហើយយើងកុំបខំឲ្យគេមកស្រឡាញ់យើងឬក៏យើងធ្លាប់ខុសចំពោះគេខុសចំពោះយើងខំនឹងបកស្រាយនិយាយទៅមនុស្សក៏ដូចគ្នាទេជួនកាលយើងចង់ឲ្យគេយល់ពីយើងប៉ុន្តែមនុស្សដែលគេមិនយល់ពីយើងគឺគេមិនយល់ពីយើងហើយចាហើយបើសិនជាគេយល់ពីយើងមិនបាច់បកស្រាយច្រើនទេអញ្ចឹងល្អបំផុតគឺស្ងប់ស្ងាត់នៅស្ងៀមចាអញ្ចឹងនេះជាចំណុចទី2ចាហើយសម្រាប់ចំណុចទី3ចាគឺបងប្អូនចាប់ដើមផ្ដោតលើខ្លួនឯងវិញចាងាកមកមើលខ្លួនឯងចាតើខ្លួនយើងនឹងមើលសក់ក្បាលស្អាតនៅមុខយើងមានបញ្ហាមានមុនមានអីរូបរាងយើងធាត់អាក្រក់ឬក៏ស្គមស្លេកស្លាំងចាងាកមកចាប់អារម្មណ៍ខ្លួនឯងវិញងាកមកស្រឡាញ់សបកខ្លួនឯងវិញតែយើងត្រូវធ្វើខ្លះដើម្បីសបកខ្លួននេះដោយសារអីពេលយើងពិបាកចិត្តពេលយើងសប្បាយចិត្តសបកខ្លួននេះហើយដែលនៅជាមួយយើងពេលយើងឈឺគឺសបកខ្លួននេះហើយដែលជាអ្នកឈឺចាអញ្ចឹងយើងងាកមកស្រឡាញ់សបកខ្លួននេះចាអញ្ចឹងផ្លូវចិត្តធ្វើឲ្យចំណុចទី2ចឹងចំណុចទី3យើងងាកមកស្រឡាញ់ខ្លួនឯងហើយយើងងាកមកមើលថារហងៃយើងបានធ្វើអីខ្លះយើងមានបានធ្វើអីល្អសម្រាប់ជីវិតយើងនៅចាជាពិសេសការងារមុខរបរលុយកាក់យើងមានបានធ្វើល្អនៅបើនៅទេយើងងាកមករៀបចំផែនការរកលុយរបស់យើងត្រឡប់មកវិញចានេះជាចំណុចទី3ហើយសម្រាប់ចំណុចទី4គឺងាយមែនតើចាចំណុចទី4គឺផ្លាស់ប្ដូរទម្លាប់ចាឧទាហរណ៍ថាពេលយើងបាក់ទឹកចិត្តយើងគិតផឹកស្រាយើងគិតគេងអត់លក់យប់ជ្រៅចាអញ្ចឹងនិយាយទៅសំខាន់ណាស់មនុស្សពេលដែលយើងគេងអត់លក់វាមានបញ្ហាច្រើនរត់មកខួរក្បាលយើងវាមានល្អមានអាក្រក់យូរទៅវាទៅជាមានបញ្ហាផ្សេងអញ្ចឹងណាចាអាហ្នឹងគឺជាបញ្ហាដែលធ្វើឲ្យកើតជំងឺបាក់ទឹកចិត្តផងដែរអញ្ចឹងគឺបងប្អូនផ្លាស់ប្ដូរទម្លាប់អញ្ចឹងចំណុចទី3គឺយើងផ្លាស់ប្ដូរខ្លួនឯងធ្វើម៉េចឲ្យយើងស្អាតជាងមុនយើងល្អជាងមុនមិនមែនតែស្អាតហោះណាស់ណាតកាយស្ពៃទេគ្រាន់តែធ្វើឲ្យយើងថាស្អាតបាត់ជាងមុនចាហើយការងារប្រចាំថ្ងៃយើងចាប់ដើមធ្វើឡើងវិញអញ្ចឹងណាហើយសម្រាប់ទី4ដែលផ្លាស់ប្ដូរទម្លាប់និយាយទៅយើងផឹកឡើងយើងឆ្លៀតហាត់ប្រាណចាយើងព្យាយាមកុំនៅម្នាក់ឯងហើយកាត់បន្ថយគ្រឿងស្រវឹងព្រោះគ្រឿងស្រវឹងនៅពេលដែលញ៉ាំច្រើនក៏វាធ្វើមានបញ្ហាដែរនៅពេលដែលយើងកំពុងតែបាក់ទឹកចិត្តអញ្ចឹងណាចាហើយនឹងយើងហាត់ប្រាណផឹកល្ងាចទៅចាផ្លាស់ប្ដូរការញ៉ាំរបស់ល្អចាបន្តិចទៀតទៅគឺបងប្អូនមានសុខភាពល្អគេលក់ស្រួលវិញហើយចាតែប៉ុណ្្នឹងឯងដំបូងរៀងពិបាកតែបងប្អូនធ្វើចូលមួយអាទិត្យ2អាទិត្យយ៉ាងយូរថា3អាទិត្យទៅ4អាទិត្យចោះយូរមែនតើចាគឺអ្វីគ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញសម្រាប់ទ្រព្យសម្បត្តិលុយកាក់គឺយើងអាចរកបានទេឲ្យតែយើងមានជីវិតនៅចាអញ្ចឹងត្រូវតែមានសង្ឃឹមឡើងអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងចំណុចទាំងអស់គឺសរុបសេចក្តីមកមានតែចំណុចទី1ទេបើសិនជាបងប្អូនចង់ផ្លាស់ប្ដូរខ្លួនឯងពិតមែនចាផ្លូវចិត្តយើងអ្នកដឹកនាំគឺយើងធ្វើតាមអ្វីដែលនាងខ្ញុំបានប្រាប់ទៅបងប្អូនធ្វើដដែលចាផ្លូវចិត្តបងប្អូននឹងល្អឡើងវិញគ្រប់យ៉ាងនឹងប្រសើរឡើងវិញសូម្បីតែមនុស្សជាទីស្រឡាញ់ទោះបីអ្នកនឹងមិនមកវិញក៏មានអ្នកផ្សេងមកចាអាចបាក់ផាឬល្អជាងចាឲ្យសម្រាប់ទ្រព្យសម្បត្តិយើងរកបានតាមនឹងសន្សំអញ្ចឹងអ្វីដែលយើងឆ្លងកាត់ហើយយើងត្រូវចេះសន្សំសំចៃឬក៏យើងចេះចាក់ចែងលុយកាក់ឲ្យស្រួលបួលឡើងវិញទៅចាប់ដើមសាជាថ្មីទៅបងប្អូនចាសម្រាប់បងប្អូនមានបញ្ហាសុខភាពចាខ្សោយភាពសំរាងកាយឈឺអត់ដឹងមុខអាសាកកខ្យល់គេមិនលក់លហិតលហៃចាបញ្ចុះជាតិពុលចាពិបាកបាត់ជើងទៅពិបាកបាត់ជើងធំចាចេះតែឈឺនេះឈឺនោះមិនចេះចប់មិនចេះហើយចាកេសរកោគឺមានចេញផលិតផលថ្មីបងប្អូនចេញក្នុងឆ្នាំ2025និយាយទៅលក់ដាច់មែនតើសម្រាប់តិចជនចាស់ណាទីជនថ្មីក៏អត់តស្គាល់នេះខ្ញុំសូមណែនាំជូនណាចាងាយញ៉ាំមែនតើឲ្យតម្លៃថោកសមរម្យញ៉ាំបានយូរចាអញ្ចឹងបើសិនជាបងប្អូនមានបញ្ហាផ្នែកសុខភាពអាចឆាតចូល page ចាទីរសជាតិដែលគិតថ្លៃសូមអរគុណ